បាទជម្រាបសួរបងប្អូនទាំងអស់គ្នាជម្រាបសួរអញ្ចឹងថ្ងៃនេះខ្ញុំចង់និយាយពីអត្ថប្រយោជន៍នៃបក្សីកីឡាអញ្ចឹងការដែលខ្ញុំធ្វើថ្នាំនេះគឺដូចថាជួយដល់ចាស់គាត់នៅតាមផ្ទះដែរចាស់មួយចំនួនគាត់នៅតាមផ្ទះដូចជាគាត់ដាំប្រភេទខ្ជាយប្រភេទខ្ញីហើយប្រភេទស្លឹកគ្រៃហ្នឹងខ្ញុំជួយទិញគាត់ក្នុងតម្លៃថ្លៃព្រោះអាហ្នឹងជាលក្ខណៈរបស់ធម្មជាតិហើយយើងយកមកផលិតជាថ្នាំយើងយកមកផលិតជាថ្នាំហើយនៅពេលដែលយើងផលិតជាថ្នាំត្រូវការគ្រាប់ញាត់ទាល់មានម៉ាស៊ីនមូលគ្រាប់ទេអញ្ចឹងខ្ញុំជួលគាត់ទៀតក្នុង1000ខ្ញុំឲ្យ20000រៀលអញ្ចឹងគាត់ធ្វើក្នុងមួយថ្ងៃគាត់អាចបានទៅដល់1500គាត់លុយហើយសិតតែចាស់ដែលគាត់រៀងងឹតភ្នែកអញ្ចឹងនេះជាជំនួយលេបថាជាការធ្វើឲ្យគាត់មានប្រាក់ចាយវាបន្តិចបន្តួចដោយសារគាត់គ្មានកម្លាំងដែលអាចទៅធ្វើការងារធំបានអញ្ចឹងបើសិនឧទាហរណ៍ថាបងប្អូនអាចជួយទិញផលិតផលខ្ញុំបានច្រើនណាគឺដូចថាជួយពួកគាត់បានច្រើនអញ្ចឹងជួយពួកគាត់ឲ្យមានការងារធ្វើហើយនឹងជួយពួកគាត់ក្នុងការដំណាំដាំដុះរបស់គាត់ដូចជាពួកប្រភេទអស់ហ្នឹងអញ្ចឹងហើយខ្ញុំអត់ទិញពីផ្សារទេគឺខ្ញុំទៅទិញតាមភូមិតែម្ដងទិញតាមភូមិហើយទិញឡើងផ្ទះខ្លះគឺអស់តែម្ដងកោះឡើងអស់លីងតែម្ដងគាត់នឹកស្មានដល់ថាខ្ញុំទិញច្រើនដល់ថ្នាក់ហ្នឹងហើយខ្ញុំឲ្យតម្លៃគាត់ខ្ពស់ទៀតឲ្យគាត់ដាក់តម្លៃយូរទៅឲ្យតម្លៃគាត់ខ្ពស់ជាងអញ្ចឹងផលិតផលរបស់ខ្ញុំមួយនេះខ្ញុំអាចជំនួយដល់គាត់បានអាចជួយដោយគាត់មិនបាច់ទៅមិនបាច់ថាសំទានណាមិនបាច់ថាចាំទទួលទានទេអានេះគាត់អាចរកបានប៉ុន្តែមិនបានទាំងអស់ទេអានេះគឺបានតែប្រមាណ0.1% នៃកសិកម្មទេបងប្អូនព្រោះផលិតផលរបស់ខ្ញុំគឺមិនទាន់លក់ដាច់ពេញលក្ខណៈបើសិនណាលក់ដាច់ពេញលក្ខណៈអាចជួយច្រើនមែនអាចជួយដល់ចាស់ទុំច្រើនពួកខ្ញុំខ្ញុំជួលតែចាស់ដែលគាត់មិនអាចធ្វើការងារអីកើតអញ្ចឹងផលិតផលខ្ញុំមួយនេះគឺផលិតផលថ្នាំថែមួយនេះអាចជួយដល់គាត់បានដែរអញ្ចឹងណាអញ្ចឹងសូមអរគុណច្រើនសម្រាប់អ្នកជួយទិញផលិតផលរបស់ខ្ញុំច្រើនអរគុណសម្រាប់បងប្អូនហើយដូចថាការជួយទិញរបស់ខ្ញុំដូចថាជួយពួកគាត់អញ្ចឹងអរគុណច្រើន